ទីតាំងសំខាន់ទាំង7នេះអ្នកគ្រប់គ្រងត្រូវតែដឹងនៅពីហូរឋានជាតិមរតកតេជោការប្រកួតវគ្គផ្ដាច់ព្រាត់ពានរង្វាន់ AFC Champions League នៅថ្ងៃទី10 ខែឧសភាឆ្នាំ 2025 រវាងក្រុមប្រកាន់ដូចឆ្វេងរៀងទល់នឹងក្រុម SK អាកាដាយ៉ាងហោចណាស់មានមនុស្សជាង 50,000 នាក់ទៅទស្សនាផ្ទាល់ការទៅទស្សនាផ្ទាល់រាប់ម៉ឺននាក់បែបនេះជាមិនផុតពីការកកស្ទះឡើយដូច្នេះអ្នកគ្រប់គ្រងក៏បីដឹងឲ្យច្បាស់ដើម្បីងាយស្រួលចេញនិងចូលនិងទុកដាក់យានយន្តចំណុចសំខាន់ដែលអ្នកគ្រប់គ្រងត្រូវដឹងបំផុតនោះគឺទី1គឺកន្លែងផ្ញើយានយន្តទី2នឹងឆ្លាក់ចូលកន្លែងអង្គុយដឹងពីក្លឹបប្រកាន់រាជវាយរៀងបានបង្ហាញថាចំណុចយានយន្តមាន3កន្លែងគឺ2កន្លែងនៅខាងក្រៅពហុតាជាតិមរណកដីជោនិង1កន្លែងទៀតនៅខាងក្នុងនៅពេលដែលលោកអ្នកធ្វើដំណើរលើផ្លូវជាតិលេខ6តាមមហាវិថីឆ្នេះចិត្តដល់វិមានឆ្នេះនៅខាងឆ្វេងដៃគឺមានចំណតយានយន្តមួយនៅពេលដែលលោកអ្នកធ្វើដំណើរលើផ្លូវជាតិលេខ5តាមស្ពានព្រឹកផ្លូវតាមមហាវិថីឆ្នេះចិត្តដល់វិមានឆ្នេះគឺមានចំណតយានយន្តមួយទៀតនៅពេលដែលលោកអ្នកចូលតាមខ្លងទ្វារធំក្នុងពហុឋានជាតិមរតកចូលនៅខាងឆ្វេងដៃមានចំណតយានយន្តមួយទៀតដែលទល់មុខនឹងអគារអាងហែលទឹកចំណែកឯឆ្លាក់ចូលកន្លែងអង្គុយទស្សនានៅក្នុងពហុឋានជាតិមរតកចូលមានចំនួន4ឆ្លាក់ចូលទាំង4នោះគឺឆ្លាក់ចូលខាងត្បូងខាងជើងខាងកាត់និងខាងលិចសូមបងប្អូនកុំភ្លេចទៅចូលរួមទស្សនាដើម្បីទៅគាំទ្រក្រុមប្រកាន់ឆ្វេងរៀងដែលលេងឲ្យតំណាងប្រទេសកម្ពុជាយើងនេះនៅថ្ងៃទី10ខែឧសភាឆ្នាំ2025ជួបគ្នានៅល្ងាចថ្ងៃទី10អរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយ